ដាលឬក៏ចំណុចប្រសពមានន័យថាចំណុចកណ្ដាលនៃប្រាសាទឬក៏ចំណុចកណ្ដាលនៃទីក្រុងឬក៏អាចនិយាយថាជាចំណុចកណ្ដាលនៃភពផែនដីណាកន្លែងនេះណាអញ្ចឹងការចាប់ផ្ដើមកសាងប្រាសាទនៅក្នុងចំណុចកណ្ដាលនេះឯងណាគេហៅថាព្រះរយព្រះពាន់នៅសតវត្សទី16ណាព្រះអង្គច័ន្ទវិជាទី1យើងក៏បានកែសាសនាពីព្រហ្មញ្ញសាសនាមកពុទ្ធសាសនាណាពុទ្ធសាសនាថេរវាទតែព្រះអង្គជ័យវរ្ម័នទី7ហ្នឹងលោកជំនឿទៅលើសាសនាមហាយានណាតែដល់ក្រោយមកអង្គច័ន្ទវិជាទី1នេះក៏នាំដល់មកថេរវាទណាថេរវាទយកមកណាអញ្ចឹងយកកែពីព្រហ្មញ្ញសាសនាមកពុទ្ធសាសនាហើយកន្លែងនេះគេហៅថាព្រះរយព្រះពាន់ដែលមានស្រះទឹក4គេហៅថាស្រះទឹក4ណាស្រះទឹក4នេះនៅអមចំណុចប្រសពនេះនៃប្រសពមានចំណុចកណ្ដាលនៃប្រាសាទហើយស្រះទឹក4នេះគឺมันមានទឹកទេណាมันមានទឹកទេពេលដែលយើងមានស្រះនោះគឺសម្រាប់តែរំដោះទឹកនៅពេលភ្លៀងតែប៉ុណ្ណោះណាហើយស្រះទឹក4នេះគឺតំណាងឲ្យធាតុទាំង4ដែរណាមានទឹកដីភ្លើងខ្យល់ណាយើងខកកន្លែងនេះមួយមកនេះយើងខកតានេះខកកន្លែងនេះមួយមកខកចូលនេះមកខកពីអ្នកមក